ជាប្រមូលតែមួយប្រំព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធស្អាតនៃសត្វទាំងឡាយដើម្បីត្រឡប់បងនៅសេចក្តីសោកឬសេចក្តីសត្វជួលចិត្តទាំងឡាយដើម្បីផុតរលត់នៃទុក្ខនិងទោមនស្សទាំងឡាយដើម្បីផលនៅអរិយវគ្គជាធម៌ស្រោស្រង់សាស្ត្រដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះរានបុគ្គលដែលគ្រប់អង្គញាតិញោមពុទ្ធបរិស័ទគ្រាន់តែស្ដាប់ពុទ្ធដីកានេះហើយលោកប្រាប់យើងស្ដាប់ថាលោកប្រធមទាំងអស់នោះនឹងអ្វីទាំងអស់ទាំងព្រះអភិធម្មក្តីព្រះវិន័យក្តីគឺចូលនៅក្នុងសន្តបដ្ឋាននេះទាំងអស់គឺផ្លូវមូលតែមួយអញ្ចឹងបានន័យថាបើយើងគ្មានសតិបដ្ឋាននេះទេគ្មានសតិទេវិន័យក៏ដោយព្រះអភិធម្មក៏ដោយក៏មិនអាចសម្រេចបានដែរចឹងហើយយើងមានសតិនេះនិយមពុទ្ធបរិស័ទទាំងឡាយនិងទោះបីយើងមិនទាន់បានចូលទៅដល់សតិបដ្ឋានក៏ដោយបើយើងសិក្សាពីសតិដើម្បីរលឹកទាន់បច្ចុប្បន្ន complete ស្មារតីនៅក្នុងជីវិតប្រចាំថ្ងៃនេះតែអំពីភាពសាគ្រោះគ្រាឡើងទៅឲ្យយើងបានទាន់រហូតចូលទៅដល់សតិដ្ឋាននិងដល់អរិយវគ្គអរិយផលឬក៏ដល់សតិដ្ឋានវិបស្សនាដែលតែគ្រូរបស់យើងបានតែថាសតិដ្ឋានសមាធិនិងវិបស្សនាឯងនិងចឹងខ្ញុំបណ្ណាគ្រាន់តែលើកយកមកសម្ដែងខ្លីៗក្នុងថ្ងៃនេះដល់ថ្ងៃស្អែកសូមយើងនឹងអនុវត្តតតែម្ដងព្រោះការបដិបត្តិនេះពុទ្ធបរមគ្រូលោកកាត់យើងឲ្យថាដឹងពិតឃើញពិតដោយបច្ចវេខណៈញាណដឹងដោយខ្លួនឯងគ្មានជឿនរណាថាទេក៏ត្រង់ដល់នេះចេះហើយបានដេកតែឈរអង្គុយគឺត្រូវមានដឹងទាន់រលឹកទាន់ដោយសតិលើបច្ចុប្បន្នជានិច្ចហើយចឹងដល់ពេលរៀនពីសោតញោមណាក៏សោតគុណតែយូរក៏អត់បានជ្រាបហើយក៏យូរក៏ចេះដែររៀនមានសតិហើយរលឹកទាន់ហើយអត់ពេកស្មារតីមានន័យថាជីវិតរបស់យើងរស់ធ្វើតែបើពេកស្មារតីហើយមានន័យថាប្រមាទពេកប្រហែលតែបើប្រមាទពេកប្រហែលហើយពុទ្ធបរមគ្រូលោកសម្ដែងថាជាជីវិតមិនរស់ទេគឺស្លាប់ហើយព្រោះអត់ទេអត់ស្មារតីនិងចឹងចំណុចសំខាន់គឺមានសតិរលឹកបានគាត់បច្ចុប្បន្នមិនពេកស្មារតីគ្រប់សង្ឃឹមចេញចូលឡើងទៅ